Haមើលទៅអ្វីដែលឯងកំពុងស្នើសុំយើងនឹងផ្ដល់ឲ្យឯងតែឯងកុំធ្វើឲ្យបែកដំបងនេះឲ្យសោះហាដំបងនេះខ្ញុំដឹងថាជាអាយុជីវិតរបស់ឯងបើខ្ញុំបំបែកវាឯងនឹងទៅជាផ្សែងតែខ្ញុំនឹងមិនធ្វើឲ្យមានកំហុសឆ្គងនោះឡើយក្នុងការបដូរជីវិតរបស់ឯងខ្ញុំចង់បានមាសប្រាក់និងគ្រឿងអលង្ការយកព្រមខ្ញុំរួចរាល់ក្នុងការផ្ដល់ឲ្យឯងចូលមកជាមួយខ្ញុំឥឡូវនេះហើយបន្ទាប់មកដនបានដើរតាមមេធ្មប់នៅពេលដែលមេធ្មប់មានឱកាសគាត់បានដាក់ដនចូលទៅក្នុងទ្រុងឃុំឃាំងមួយហើយបានដកដំបងចេញពីដៃរបស់ដនយប់មួយដនបានត្រឡប់មកដល់ផ្ទះបន្ទាប់ពីលួចទ្រព្យសម្បត្តិអ្នកភូមិមកប៉ុន្តែពេលដែលគាត់ពិនិត្យមើលទ្រព្យសម្បត្តិរបស់គាត់មានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងគាត់បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ខ្ញុំបានខិតខំប្រឹងលួចទ្រព្យសម្បត្តិរបស់អ្នកភូមិខ្លាំងណាស់តែអ្វីដែលខ្ញុំទទួលបានគ្រាន់តែជាប្រាក់កាក់ដ៏គ្មានតម្លៃតែប៉ុណ្ណោះភូមិនេះមានភាពក្រខ្សត់ខ្លាំងណាស់ខ្ញុំមិនអាចរស់នៅបែបនេះបានទេខ្ញុំត្រូវតែគិតធ្វើអ្វីផ្សេងមួយទៀតខ្ញុំបានប្រាប់អ្នកជាច្រើនដងហើយអ្នកភូមិនេះមានភាពលំបាកនិងក្រីក្រខ្លាំងណាស់មនុស្សខិតខំសន្សំអ្វីដែលពួកគេអាចរកបានដើម្បីដោះទាល់នៅពេលដែលពួកគេជួបបញ្ហាពិបាកប៉ុន្តែអ្នកឯងវិញទៅលួចប្រាក់នោះពីពួកគេសូមអ្នកបោះបង់មុខរបរនេះចោះយើងគួរតែបានបរិភោគប្រចាំថ្ងៃដោយការខិតខំប្រឹងប្រែងខ្ញុំនិងកូនមិនចង់ញ៉ាំអាហារដែលបានមកពីរឿងកខ្វក់នោះទេអ្នកដឹងហើយថាខ្ញុំមិនអាចទៅណាបានជាមួយកូនទេបើខ្ញុំមិនញ៉ាំខ្ញុំនឹងស្លាប់ដូច្នេះខ្ញុំត្រូវតែញ៉ាំអ្វីដែលមានតែប៉ុណ្ណោះខ្ញុំមិនចង់ចាកចេញពីមុខរបរមួយនេះទេប៉ុន្តែបន្ទាប់ពីនិយាយបែបនេះហើយដនបានងើបឈរឡើងហើយបានដើរចេញទៅដូចជាធម្មតានេះគឺជាទំនៀមទម្លាប់ជារៀងរាល់ថ្ងៃរបស់ពួកគេនុតមិនពេញចិត្តនឹងទង្វើឆក់ប្លន់នោះទេហើយដនមិនបានផ្អាកការលួចរបស់ខ្លួនទេដនបានគេងស្ងាត់ខណៈដែលនុតបានកំពុងអង្គុយយំយ៉ាងខ្លាំងនៅក្រៅថ្ងៃមួយដនបានអង្គុយនៅក្រោមដើមឈើមួយនៅក្នុងភូមិពេលដែលគាត់បានសង្កេតឃើញនារីចំណាស់ម្នាក់កំពុងយួរបង្វិចមួយហេអ្នកមីងតើអ្នកមីងកំពុងយួរអ្វីដែរអូអ្នកមីងសូមឲ្យខ្ញុំជួយយួរអ្នកមីងមកដោយសារផ្ទះរបស់ខ្ញុំនៅជិតផ្ទះអ្នកមីងត្រូវហើយប្រហែលថ្ងៃទៀតជាកម្មវិធីរបស់កូនស្រីខ្ញុំទៅហើយពួកយើងត្រូវតែត្រៀមយ៉ាងខ្លាំងឯងសូមនាំកូននិងប្រពន្ធរបស់ឯងមកនៅថ្ងៃស្អែកណាបានអ្នកមីងខ្ញុំនឹងចូលរួមណាអ្នកមីងអ្នកមីងតើខ្ញុំគួរដាក់បង្វិចនេះនៅឯណាដាក់វានៅត្រង់ជ្រុងនោះទៅយើងដាក់វានៅកន្លែងនោះត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះដនបានដាក់បង្វិចនោះហើយក៏បានត្រឡប់ទៅផ្ទះវិញគិតដូចនេះដនបានរងចាំរហូតដល់ប្រពន្ធរបស់គាត់ដេកលង់លក់នៅវេលាម៉ោងពាក់កណ្ដាលយប់ដនបានដើរឆ្ពោះទៅផ្ទះចំណាស់នោះគាត់បានប្រមូលប្រាក់និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងរត់យ៉ាងឆាប់រហ័សត្រឡប់មកផ្ទះរបស់គាត់វិញនៅពេលដែលគាត់មកដល់គាត់បានឃើញភរិយារបស់គាត់ដេកលង់លក់គាត់បានដាស់ប្រពន្ធរបស់គាត់ហើយបាននិយាយថានេះណែប្រពន្ធសម្លាញ់មកទល់ថ្ងៃនេះបងមិនដែលប្លន់ទ្រព្យសម្បត្តិអ្នកភូមិបានច្រើនដូចនេះទេតែថ្ងៃនេះ
បងនឹងនាំទ្រព្យសម្បត្តិទាំងអស់នេះឲ្យអូនហើយអ្នកបានឆក់ប្លន់វាមកពីណាអូកុំគិតច្រើនអីបងភ្លេចវាចោលទៅចូលមើលគ្រឿងអលង្ការទាំងអស់នេះមកស្អាតណាស់អូនសម្លាញ់ខ្ញុំមិនចង់បានទ្រព្យសម្បត្តិទាំងអស់នេះទេទុកគ្រឿងអលង្ការដែលបានមកពីការឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកភូមិដែលក្តៅក្រហាយនេះវិញទៅនុតបានងើបឈរឡើងហើយអង្គុយនៅក្បែរមាត់ទ្វារនាងបានអង្គុយនៅទីនោះពេញមួយយប់នាងនៅតែអង្គុយយំពីបញ្ហារបស់នាងប៉ុន្តែប្រហែលម៉ោងក្រោយមកនាងបានឮមនុស្សម្នាក់កំពុងតែស្រែកយំនៅខាងក្រៅអូព្រះអើយខ្ញុំត្រូវបានចោរប្លន់ទ្រព្យសម្បត្តិខ្ញុំអស់ហើយខ្ញុំគ្មានសល់អ្វីទៀតទេថ្ងៃនេះគឺជាថ្ងៃអាពាហ៍ពិពាហ៍របស់កូនស្រីរបស់ខ្ញុំផងហេតុអ្វីមានចោរម្នាក់ចូលប្លន់ផ្ទះរបស់ខ្ញុំបានទុកប្រាក់និងគ្រឿងអលង្ការសម្រាប់អាពាហ៍ពិពាហ៍របស់កូនស្រីខ្ញុំហើយចោរបានប្លន់យកវាទៅអស់ហើយការឮសំឡេងស្រែកយំរបស់អ៊ំចំណាស់នុតបានរត់ចេញក្រៅដនក៏បានដើរចេញផងដែរអូអ្នកមីងតើអ្នកមីងកំពុងមានរឿងអ្វីដែរហាមានចោរចូលប្លន់ក្នុងភូមិបើសិនបើអ្នកមីងស្រែកឲ្យលឺចោរនោះនឹងមិនរួចពីដៃរបស់ពួកខ្ញុំទេយើងទាំងអស់គ្នានៅទីនេះយើងមិនអនុញ្ញាតឲ្យចោរប្លន់នោះទេក្មួយខ្ញុំមិនបានដឹងនោះទេថាមានចោរប្លន់នៅក្នុងផ្ទះមីងណាក្មួយដនបានឈរជាមួយអ៊ំចំណាស់ហើយនុតបានមើលទៅប្តីរបស់គាត់ដោយមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងជាច្រើនថ្ងៃកន្លងទៅដនបានលក់ប្រាក់និងគ្រឿងអលង្ការដើម្បីចាយវាយបន្ទាប់ពីមួយរយៈមកមិនយូរប៉ុន្មានទ្រព្យនោះក៏គ្មានសល់អ្វីទៀតទេនៅជាប់ខ្លួនរបស់គាត់ថ្ងៃមួយដនបានចាប់ផ្ដើមគិតខ្ញុំត្រូវធ្វើកិច្ចការធំមួយទុកសម្រាប់ចាយជាច្រើនឆ្នាំបន្ទាប់ពីការប្លន់ផ្ទះអ្នកមីងចំណាស់នេះខ្ញុំមានពេលសម្រាកយ៉ាងយូរប៉ុន្តែឥឡូវនេះវាបានត្រឡប់ទៅវិញដូចដើមខ្ញុំត្រូវតែរៀបគម្រោងថ្មីធំមួយទៀត